ពោបងប្អូនចាប់ដើមមានគ្រឿងយើងទៅយើងលេងថែមអំបិលតិចណាដាក់ស្ករពីជែងយើងចាក់ទឹកតិចហ្នឹងបងប្អូនថ្ងៃយើងចាក់ទឹកតិចតិចចឹងទៅដើម្បីឲ្យឈ្ងុយពេលយើងចាក់ទឹកតិចតិចហ្នឹងឈ្ងុយហើយអត់ខ្លោចទេតែយើងចាប់ដើមចាក់ទឹកចូលយើងដាក់ប្រហុកចូលយើងចាប់ដើមកូរគ្រឿងនឹងប្រហុកឲ្យចូលគ្នាល្អដូចយើងចាក់សាច់ចូលទៅសាច់សាច់មាន់ជាមួយនឹងប្រេងតែយើងចាក់ចូលហើយចាប់ដើមកូរសោះអាយកបន្លែចូលតែបើយើងមានល្ពៅត្រប់សណ្តែកគួរល្ហុងហើយយើងចាប់ដើមកូរត្រឡប់តិចតិចបងប្អូនដើម្បីបាយសាច់ត្រីយើងត្រឡប់តិចតិចបងប្អូនតែយើងត្រឡប់ខ្លាំងតែបាយសាច់ត្រីយើងចាបន្តមកគឺយើងដាក់កលីងចូលយើងត្រឡប់កលីងចូលនេះពេលហើយយើងចាក់ទឹកចូលហើយយើងចាក់ទឹកចូលអូចាក់ទឹកចូលឲ្យស្មើសាច់ស្មើកាស្មើបន្លែស្លកោយើងចាប់ដាំពុះហើយគឺយើងដាក់បន្លែចូលបន្ថែមគឺមានស្លឹកបាសជាមួយនឹងរឹងកែដីហើយផ្កាំងកែដីពេលដាក់ហើយគឺយើងចាប់ដាំកូរត្រឡប់វាទៅចាបងប្អូនកូរតិចតិចបងប្អូនដើម្បីកុំឲ្យសាច់ត្រីរបស់យើងបែកត្រឡប់ចេះបងប្អូនទុកតាម1ពុះ2ពុះបានហើយយើងចាប់ដើមលើកបានឥឡូវស្លកោរបស់យើងដាក់ស្លឹកបាសជាមួយនឹងស្លឹកកែដីកាំងកែដីឥឡូវឆ្អិនហើយបងប្អូននឹងហើយយើងដាំទឹកស្លម្ជូរយួនគឺយើងដាក់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនឹងដែងពេលដែលយើងដាក់រួចអីហើយគឺយើងចាំវាពុះគឺយើងស្រង់វាចេញអស់ចាស្ករក្រហមចាយើងដាក់ស្ករក្រហមចាទឹកត្រីយើងស្លច្រើនចេះទឹកត្រីយើងដាក់មកវេចាស្ករក្រហមក៏ច្រើនដែរហើយជាមួយនឹងប្រហុកចេងក៏ស្ករចារួចយើងដាក់ប៊ីចេងបស្ករចិត្តស្ងោអូនហើយយើងចាប់ដើមជ្រុំចាជ្រុំចូលគ្នាបន្លែរបស់យើងគឺមានម្នាស់ក្រអៅឈូកប៉េងប៉ោះខ្ទឹមបារាំងតឡាចយើងដាក់ម្នាស់ជាមួយនឹងក្រអៅឈូកចូលបងប្អូនចាយើងដាក់ត្រឡាចចូលបងប្អូនត្រឡាចចូលបន្តទៀតហ្នឹងហើយបងប្អូននៅពេលដែលទឹកពុះគឺយើងចាប់ផ្ដើមដាក់ជ្រុំអំបិលចាឥឡូវទឹកពុះហើយបងប្អូនគឺយើងចាប់ផ្ដើមបង់ត្រីចូលចាឥឡូវយើងបង់ប៉េងប៉ោះជាមួយនឹងខ្ទឹមបារាំងចូលហ្នឹងហើយបងប្អូនឥឡូវចាប់ដើមពុះហើយយើងថែមគ្រឿងគ្រៃបន្ថែមទៅលក់ឲ្យល្មមហើយគឺអស់ហើយប៉ុណ្្នឹងហើយបងប្អូន